នាមយើងជាស្ថាបត្យករការស្កេតការគូររូបគឺវាពិតជាមានលក្ខណៈសំខាន់មែនទែនសម្រាប់ការបន្ត concept ក៏ដូចជាធ្វើឲ្យអាភាពច្នៃប្រឌិតរបស់យើងនឹងវាកាន់តែសម្បូរបែបដូចខ្ញុំផ្ទាល់អញ្ចឹងគឺខ្ញុំចូលចិត្ត sketch ខ្ញុំចូលចិត្តគូររូបមែនទែនអញ្ចឹងវាធ្វើឲ្យការតឡើង 3D របស់ខ្ញុំនៅពេលដែលខ្ញុំធ្វើការនៅក្រុមហ៊ុនអីហ្នឹងគឺខ្ញុំគិតបានលឿនហើយខ្ញុំចូលចិត្តគូរទៅលើរូបបែប abstract ឬក៏រូបអាគារប៉ុន្តែវាមានលក្ខណៈដូចរៀងអរូបីឬក៏បែបរៀងទៅថ្ងៃអនាគតអីចឹងដូចជារូបនេះចឹងគឺខ្ញុំបានគូរបំលែងពីអាគាររបស់ក្រុមហ៊ុន Med Architect ទៅជាទម្រង់មួយដែលវាមានលក្ខណៈដូចអនាគតប្រហែលពាន់ឆ្នាំក្រោយអីចឹងបកមកលើគម្រោងអាគារ MAD នេះវិញគឺជាគម្រោងដែលមានឈ្មោះថា Suncheon Bay អាគារហ្នឹងការពីដែលខ្ញុំធ្វើការនៅក្រុមហ៊ុន Med Architect ក៏ខ្ញុំបានចូលរួមនៅក្នុងគម្រោងហ្នឹងដែរហើយគម្រោងហ្នឹងគឺល្បីមែនតើឥឡូវនៅក្នុងទីក្រុង Suncheon គេបានចាប់បើកដំណើរការនៅចុងឆ្នាំ2025ហើយស្អាតមែនតើវាដូចដុំថ្មកលើគ្នាប្រហែលដុំនៅលើសួនអីចឹងនេះគឺជា process នៃការគូររូបរបស់អាគារហ្នឹងគឺខ្ញុំបានបំលែងអាគារហ្នឹងទៅជាទម្រង់មួយដែលវាមានការបាក់បែកឬក៏អីចឹងអានោះឧទាហរណ៍ថាដូចជាប្រហែលពាន់ឆ្នាំទៅមុខទៀតផែនដីរបស់យើងត្រូវបានគ្រប់គ្រងទៅដោយក្រុមមនុស្សផ្សេងមកពីភពផ្សេងឬក៏ក្រុម alien ឬក៏អីចឹងគឺបានមកសាងសង់នៅលំនៅឋានលើអាគារហ្នឹងអញ្ចឹងគំនិតនៃការគូររបស់ខ្ញុំហ្នឹងគឺខ្ញុំស្មើស្ម័យទៅក្នុងរូបភាពបែបហ្នឹងហើយផែនដីពេលហ្នឹងវាត្រូវបានទឹកឡើងឬក៏អីចឹងទៅឃើញអាគារហ្នឹងវាដើរលើទឹកហើយវាមានលក្ខណៈថាដើមឈើឬក៏អីហ្នឹងវាដុះចេញពីអាគារមកហើយវាមានផ្ទះឬក៏ដូចសំណង់អនាធិបតេយ្យអញ្ចឹងដែលមានប្រភេទមនុស្សផ្សេងអាចរស់នៅក្នុងហ្នឹងអីចឹងទៅហើយដូចខ្ញុំនិយាយអញ្ចឹងអាគារហ្នឹងវាមានលក្ខណៈដូចដុំថ្មអញ្ចឹងដុំថ្មដុំខ្លះវាហោះឡើងទៅលើវាបង្កើតបានទៅជាដូចប្រាសាទតែនៅលើអាកាសឬក៏អីចឹងទៅហើយកន្លែងខ្លះទៅវាត្រូវបានបំពេញទៅដោយដុំកញ្ចក់ដើម្បីគ្របទៅលើអាគារហ្នឹងឬក៏អីចឹងអាហ្នឹងគឺវាគ្រាន់តែជាការស្មើសម័យប៉ុន្តែគាត់ថាការគូរគំនូរមួយហ្នឹងគឺខ្ញុំបានថ្លឹងទៅលើ proportion ខ្ញុំបានគិតទៅលើ color គិតទៅលើពណ៌គិតទៅលើអីទាំងអស់ដើម្បីបង្កើតរូបគំនូរមួយហ្នឹងឲ្យវាមើលទៅវាមានលក្ខណៈថាវាមានអត្ថន័យហើយវាមានភាពរស់រវើកនៅក្នុងគំនូរហ្នឹងអាហ្នឹងគឺអីដែលខ្ញុំចង់គូរហើយអីដែលខ្ញុំចង់បង្ហាញនៅក្នុងគំនូរហ្នឹងហើយគំនូរហ្នឹងក៏ខ្ញុំបាន print ហើយជូនទៅឲ្យម្ចាស់ក្រុមហ៊ុន Med ដែលខ្ញុំធ្លាប់ធ្វើការឲ្យគាត់ពីមុនហ្នឹងគាត់គឺស្រឡាញ់មែនតើគាត់ក៏គាត់បានឃើញគំនូរហ្នឹងហើយគាត់គឺពេញចិត្តគំនូរហ្នឹងមែនតើ